យេបងប្អូនក្នុងបណ្ដាញ Facebook ជួបគ្នាម្ដងទៀតដោយដែលខ្ញុំបានលើកឡើងតាមคลิปរបស់ខ្ញុំពីទី1ទី2ទី3មកហើយយើងតាមដានមកដល់ថ្ងៃនេះឃើញថាគ្មានខុសអីទេអត់មានខុសសោះហ្មងលោកហ៊ុនសែននៅលើផ្លូវតលហើយឡាននឹងជាប់ផុងទៅទៀតឡាននឹងជាប់ផុងហើយប្រឹងរកកណុលរកកណុលទៅកោទៅកោះទោះបីយ៉ាងណាដោយកោះមិនឡើងទេមកចង់យកអាដែងណែស្អីទីស្នាក់ការសង្គ្រោះជាតិយកដីយកថ្មឯណាអីកំពង់សោមឯណាយកទៅកោយកទៅកោះឡានឲ្យរើចេញរួចនោះរើមិនរួចទេរើកាន់តែខ្លាំងកប់កាន់តែជ្រៅចាំមើលចុះរើកាន់តែខ្លាំងកប់កាន់តែជ្រៅបើដើរចុះចេញមកចោលឡាននោះទុកដាំខ្ទឹមទៅនឹងមានផ្លូវបើថាឲ្យខំតដយកឡាននឹងយកអីទៅកោះក៏កោះមិនចេញដែរនេះតាមការយល់ឃើញរបស់ខ្ញុំត្រឡប់មកវិញចាប់តាំងពីគាត់ត្រឡប់មកពីប្រទេសស្វីសមកវិញរហូតមកដល់ថ្ងៃនេះដូចខ្ញុំបានលើកឡើងអញ្ចឹងគាត់មិនដែលយកខួរក្បាលទៅគិតពីរឿងប្រទេសជាតិសង្គមជាតិសុខទុក្ខប្រជាពលរដ្ឋការរីកចម្រើនផលវិបាកដែលប្រឈមមុខនឹងប្រជាពលរដ្ឋរបស់លោកនឹងសោះហើយអត់មានយកមកនីតិណាគិតទេគាត់គិតតែពីរឿងថារិះរមធ្យោបាយណាឬឡានគាត់នឹងឲ្យចេញពីអាផ្លូវតលហ្នឹងឬចុះឬឡើងជាប់ផុងទៀតអ្វីដែលគាត់ធ្វើនឹងក្នុងពេលនេះគឺថាខ្ញុំចង់ជម្រាបចឹងសម្ដេចធ្វើអីក៏បានដែរកុំថាឡើយយកទីស្នាក់ការសង្គ្រោះជាតិយកអីផ្សេងយកវាំងទៅទីក៏សម្ដេចយកបានដែរដោយសម្ដេចលើកឡើងព្រោះអំណាចគេឲ្យទៅសម្ដេចហើយសម្ដេចធ្វើបានដោយសេរីគ្មានអ្នកណាទៅទប់បានទេនេះតាមការយល់ឃើញរបស់ខ្ញុំប៉ុន្តែអ្វីដែលសម្ដេចធ្វើសម្ដេចបានដាក់គូតអង្គុយរាប់ម្រាមដៃអាយុសម្ដេចថានឹងស្លាប់នៅក្នុងអាយុ99ឥឡូវនោះ67នៅ32ឆ្នាំទៀតព្រោះថាដែលខំប្រឹងធ្វើបែបហ្នឹងថ្ងៃដែលស្លាប់ទៅនឹងធ្វើមកឈូសប៉ុណ្ណាទៅដើម្បីដាក់ផែនដីខ្មែរ186,000 ម៉ែត្រកាឡាយកទៅជាមួយបាននោះសម្ដេចស្លាប់ទៅអូខេមិនបញ្ហាព្រោះស្លាប់ទៅហើយប៉ុន្តែមានបានគិតពីរឿងកូនចៅដែលរស់នៅក្រោយទៀតទេសម្ដេចយកពីគេបានគេក៏យកពីសម្ដេចបានដូចគ្នាបើសម្ដេចនឹងមិននៅចាស់សក់ទេឃើញទេអាហ្នឹងវិញអញ្ចឹងបានថាឲ្យយុត្តិធម៌ខ្ញុំមិនកាន់ជើងខាងណាទេប៉ុន្តែក្នុងនាមជាអ្នកដឹកនាំភាសាសម្ដីសម្ដៅសពបែបយ៉ាងឲ្យសមស្របក្នុងឋានៈជាអ្នកដឹកនាំកុំចិត្តតែកោកចឹងចង្ងាំងចង្វាត់ចង្វែងចង្អុលចង្អុលឡើងដៃ2ដៃ3អាអង្គប្រជុំទូរស័ព្ទជាប់នឹងដៃមិនដឹងទេងាប់ហើយលោកម្ចាស់ខ្ញុំមិនដែលឃើញទេឃើញទេនេះតាក់ទងរឿងច្រើនទៀតពីរឿងលោកសំរងស៊ីលើកឡើងពីក5ក6ណានេះនោះក៏ចេះតែច្បោចជាតែច្បាមយកមកហើយខ្ញុំចង់បញ្យល់ថាអារឿងក4ក5នេះវាអាស្រ័យទៅលើអ្នកបកប្រែទេអ្នកណាគេបកប្រែមិនបកទៅការពិតអ្នកដែលមានផែនការនោះបានគេដឹងថាតើវាមាននិយមន័យរបស់វានឹងយ៉ាងម៉េចអាក5ហ្នឹងនេះបើនិយាយពីរឿងខ្មែរក្រហមមតិខ្លះដែលខ្ញុំមើលក្នុង Facebook ទៅបានណានិយាយមកគ្មាននឹងខ្យល់ទេដែលថាមិនដឹងខ្យល់បានន័យថាមើលទៅវ័យរបស់មនុស្សអាយុប្រហែលជា40 45ដោយគ្នាមនុស្សអាយុ45គ្មានដឹងរឿងខ្មែរនឹងបែរមុខទៅណាទេនេះនិយាយឲ្យចំគ្មានដឹងអីសោះហ្មងរំលំប៉ុលពតរំលំខ្មែរក្រហមដេញខ្មែរក្រហម
អាណាមិនដឹងខ្មែរក្រហមដេញខ្មែរក្រហមនិយាយចំមើលបើប្រកែកកើតចូលមកដល់ភ្លាមនោះគឺលោកប៉ែនសុវណ្ណក៏ខ្មែរក្រហមលោកហេងសំរិនក៏ខ្មែរក្រហមលោកជាស៊ីមក៏ខ្មែរក្រហមដេញខ្មែរក្រហមនេះហើយបងប្អូនគ្រប់គ្នាដែលកើតក្រោយនេះអត់ដឹងខ្លួនតែខ្លួនរស់នៅក្រោមអតីតខ្មែរក្រហមម្ដងហ្នឹងវាតែក្នុងដូចតែគ្នាតាវាគ្រាន់ថាកែរបៀបនៃការគ្រប់គ្រងខុសគ្នាពីដើមអាខ្មែរក្រហមមុនវាដេញមនុស្សអស់ពីក្រុងពីផ្ទះសបែងទៅអាខ្មែរក្រហមលើកនេះវាឲ្យផ្ទះនៅទៅប៉ិនគេចង់យកថ្ងៃណាគេយកថ្ងៃហ្នឹងពួករបស់គេយកបានពីអាខ្មែរក្រហមចាស់មុនមកវាអត់ដែលតានេះជាការពិតហើយបើប្រកែកមកលោកហ៊ុនសែននោះខ្មែរក្រហមនៅបូពីហ្នឹងជាមេបញ្ជាការកងអនុសេនាធំកាន់តបនេះអានេះជាការពិតខ្ញុំមិនកាន់ខាណាទេវាលោកហ៊ុនសែនក៏ខ្មែរលោកសំរងស៊ីក៏ខ្មែរលោកកម្មសុខាក៏ខ្មែរយើងខ្មែរទាំងអស់គ្នាអង្គុយនិយាយគ្នាឲ្យយល់ពីគ្នាទៅវិញទៅមកពីគ្រោះគ្នាតើយើងត្រូវដើរទៅផ្លូវណាដើម្បីរកអនាគតការរីកចម្រើនអភិវឌ្ឍប្រទេសជាតិយើងឲ្យទៅតាមប្រទេសផ្សេងទៀតក្នុងពិភពលោកនេះបើមិនបានប្រហែលគេបើគេ10ហើយយើងឲ្យបាន3បាន4ទៅកុំលហេមលហាងពេកហើយបើយើងដូរច្បាប់ដោយដូរខោស្លីបដោយដូរស្រោមជើងអញ្ចឹងអាណាគេមកអីវិញជាមួយយើងច្បាប់យើងឯនេះអញ្ចេះឲ្យគេចូលមកតែខាងស្អែកយើងដូរច្បាប់បាត់នោះគេដកគ្រឿងយកទៅរួចកុំថាឡើយអ្នកដែលមានប្រាក់រាប់លានកើតជាសេដ្ឋីគេទៅដៀលជាមួយច្បាប់ស្រុកយើងនោះតែខ្ញុំលហេមលហានក៏ខ្ញុំមិនទៅដែរមិនទៅរកស៊ីជាមួយទេអារកស៊ីបែបហ្នឹងនោះឃើញទេយកអាទឹកដោះគោរបស់ free ពីស្រុកគេយកមកលក់មកដូរយកលុយដាក់កប៉ៅអញ្ចឹងនឹងត្រឹមត្រូវទេណាអានេះសុទ្ធតែមនុស្សរបស់សំណាច់ណាថ្ងៃណានេះខ្ញុំឃើញអង្គុយតបពាក្យគ្នាសម្បើមណាប្រព្រឹត្តឡើងជាមួយនឹងអាមនុស្សអញ្ចឹងប្រភេទវាអត់មានខុសគ្នាសោះណាហ្នឹងថាអត់ម៉ានវាថាវាចប់ហើយដូច្នេះបងប្អូនខ្មែរទាំងអស់គ្នាតាមដានឲ្យជាប់រឿងហ្នឹងហើយធ្វើការសម្រេចដោយខ្លួនឯងវាសនាអនាគតប្រទេសជាតិកូនចៅរបស់បងប្អូនគ្រប់គ្នាខ្ញុំមានតែប៉ុណ្្នឹងទេសុំទោសដែរសុំទោសសម្ដេចដែលខ្ញុំនិយាយនេះខ្ញុំបាននិយាយម្ដងហើយខ្ញុំត្រូវតែនិយាយយកខ្ញុំមកហើនេះយកទៅធ្វើអីយកទៅខ្ញុំនិយាយក្នុងការរិះគន់កែលម្អក្នុងនាមជាខ្មែរអាយុខ្ញុំ80ហើយរឿងខ្មែរនៅដៃខ្ញុំតែខ្ញុំមិននិយាយខ្ញុំមិនស្ដីទុកតាមមើលតើទៅដល់ណាប៉ុន្តែដូចជាថាធ្ងន់ឡើងរឿងយើងដើរខុសខ្លួនយើងតលច្រកឡានជាប់ផងដើរច្បិចដើរច្បាមបានន័យថាអ្នកដែលបានផលអ្នកដែលមិនដឹងខ្យល់វាជាតែយល់ហាត់ត្រូវហើយប៉ុន្តែមនុស្សដែលគេបានដឹងរឿងរបស់ខ្មែរដែលគេធ្លាប់រស់នៅក្នុងសង្គមគេដឹងខុសដឹងត្រូវមិនតាមតែយើងថាទេនេះជាការពិតសូមអរគុណប៉ុណ្ណឹងចុះពេលខ្លីណាជម្រាបលា